ជាទឹកដីកម្ពុជាទេតាតែថៃបែរជាទាមទារឲ្យកំណត់ផែនការជំនះជនស៊ីវិលចេញពីភូមិនៅព្រំដែនមុនកិច្ចប្រជុំ RBC មេបញ្ជាការយោធាភូមិភាគ1ថៃលោកវៃយូលឿងសុវណ្ណបានចេញសេចក្តីណែនាំបន្ទាន់មួយមកកាន់យោធាភូមិភាគ5កម្ពុជាស្នើឲ្យរៀបចំផែនការជំនះជនស៊ីវិលចេញពីភូមិមួយចំនួននៅព្រំដែនដោយទុកពេលត្រឹមថ្ងៃទី7 ខែតុលាមុននឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ RBC នាពេលខាងមុខមែនតែនទៅយោធាភូមិភាគ5របស់កម្ពុជាបានកំណត់សម័យប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនតំបន់ RBC ជាមួយមេតបថៃភូមិភាគ1ចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13 ខែតុលាឆ្នាំ2025ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តបន្ទាយមានជ័យប៉ុន្តែកងទ័ពថៃភូមិភាគ1បែរជានឹកឃើញគំនិតមិនអាចទៅរួចដោយស្នើសុំឲ្យយោធាភូមិភាគ5របស់កម្ពុជារៀបចំផែនការជំនះប្រជាជនស៊ីវិលកម្ពុជាចេញពីភូមិជោគជ័យថៃហៅថានងច័ន្ទនិងភូមិព្រៃច័ន្ទថៃហៅថានងយ៉ាកែវដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាភាគីថៃអាងទុកពេលឲ្យកម្ពុជាបញ្ជាក់ផែនការនេះទៅកាន់ប្រទេសថៃត្រឹមថ្ងៃទី7 ខែតុលាហើយផែនការនេះត្រូវតែមានក្នុងរបៀបវ៉ារ៉ានៅកិច្ចប្រជុំ RBC នាពេលខាងមុខគួររំលឹកថាថ្មីនេះមេបញ្ជាការយោធាភូមិភាគ1ថៃបានអះអាងប្រសិនបើកម្ពុជាគ្មានផែនការជំនះប្រជាជនចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទទេនោះគង់សង្ឃឹមមានកិច្ចចរចា RBC យ៉ាងណានេះគ្រាន់តែជាការទាមទាររបស់ភាគីថៃដោយឯកតោភាគីតែប៉ុណ្ណោះពលគឺភាគីថៃបានចិញ្ចឹមចិត្តទាមទារយកទឹកដីកម្ពុជាជារឿយៗកន្លងទៅនៅឯភូមិជោគជ័យនិងភូមិព្រៃច័ន្ទថៃបានប្រព្រឹត្តអំពើបង្កប់ដោយហិង្សាយ៉ាងគំរោលមកលើជនស៊ីវិលកម្ពុជាដោយពួកគេបានប្រើប្រាស់អាវុធសូរស័ព្ទកាំភ្លើងក្បាលគ្រាប់ចរអ៊ូស្មានបង្ហូរទឹកភ្នែកបន្លាលួចស្បែកខ្មៅខែលប្រឆាំងបាតុកម្មនិងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀតសកម្មភាពដ៏កុសក្លឿននេះភាគីថៃទំនងជាចង់បញ្ឆេះភ្លើងសង្គ្រាមប្រដាប់អាវុធសាជាថ្មីប៉ុន្តែខ្មែររក្សាភាពអត់ធ្មត់ស្ងប់ស្ងាត់និងគោរពបទឈប់បាញ់ពលគឺមិនចាញ់ល្បិចចាក់ចង្កេះរបស់កងទ័ពថៃជាភាគីឈ្លានវៀនឡើយសម្រាប់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់កម្ពុជានិងគោលជំហរការពារអធិបតេយ្យកម្ពុជាប្រភពពីមន្ត្រីជាន់ខ្ពស់នៃយោធាភូមិភាគទី5បានបញ្ជាក់យ៉ាងច្បាស់ថាសំណើរបស់ភាគីថៃគឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាតនិងជាការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់កម្ពុជាមន្ត្រីរូបនោះបានថ្លែងថាភូមិជោគជ័យនិងភូមិព្រៃច័ន្ទគឺជាទឹកដីរបស់កម្ពុជាដែលមិនអាចប្រកែកបានប្រជាពលរដ្ឋដែលរស់នៅទីនោះគឺជាជនជាតិខ្មែរការទាមទារឲ្យយើងជំនះប្រជាជនខ្លួនឯងចេញពីទឹកដីខ្លួនឯងគឺជារឿងដែលគ្មានក្នុងប្រវត្តិសាស្ត្រការទូតនិងយោធាហើយវាក៏បង្ហាញពីចេតនាមិនស្មោះត្រង់របស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដែរជំហររបស់កម្ពុជាគឺច្បាស់លាស់ណាស់កិច្ចប្រជុំ RBC ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្ដោយព្រំដែននិងកសាងទំនុកចិត្តរវាងយោធិននៃប្រទេសទាំងពីរមិនមែនជាវេទិកាសម្រាប់ដាក់លក្ខខណ្ឌឬគំរាមកំហែងលើបញ្ហាដែលពាក់ព័ន្ធនឹងបូរាណភាពទឹកដីនោះទេដូច្នេះរបៀបវារៈនៃកិច្ចប្រជុំដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចគឺផ្ដោតលើការទប់ស្កាត់បទល្មើសឆ្លងដែនការរក្សាសន្តិសុខនិងការអភិវឌ្ឍតំបន់ព្រំដែនរួមគ្នាមិនមែនជារឿងផែនការជំនះប្រជាជនឡើយការវិភាគពីចេតនាលាក់កំបាំងរបស់ភាគីថៃអ្នកជំនាញទំនាក់ទំនងអន្តរជាតិបានធ្វើការវិភាគថាចលនារបស់មេបញ្ជាការយោធាភូមិភាគ1ថៃនាពេលនេះអាចមានគោលដៅច្រើនយ៉ាងទី1នេះអាចជាយុទ្ធសាស្ត្រសាឡបងជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីមើលថាតើកម្ពុជាមានប្រតិកម្មបែបណាទី2វាអាចជាការបង្កើតលេសដើម្បីបង្កភាពតានតឹងនិងចុងក្រោយអាចឈានទៅដល់ការលុបចោលកិច្ចប្រជុំ RBC ដោយទម្លាក់កំហុសមកលើភាគីកម្ពុជាទី3វាក៏អាចជាការបង្រោនយោបាយនិយមក្នុងស្រុករបស់ថៃដោយបង្ហាញពីភាពខ្លាំងក្លារបស់យោធាទៅកាន់សាធារណជនរបស់ពួកគេលោកបណ្ឌិតច័ន្ទបូរ៉ា
អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយបានមានប្រសាសន៍ថាការដាក់លក្ខខណ្ឌមុនកិច្ចប្រជុំគឺជាកលឹះល្បាយមួយដែលគេប្រើដើម្បីទទួលបានប្រៀបក្នុងការចរចាឬដើម្បីធ្វើឲ្យការចរចានោះមិនអាចកើតឡើងបានតែម្ដងភាគីថៃដឹងយ៉ាងច្បាស់ថាកម្ពុជានឹងមិនយល់ព្រមតាមការទាមទារនេះទេព្រោះវាស្មើនឹងការទទួលស្គាល់ដោយប្រយោជន៍ថាតំបន់នោះជាតំបន់មានជម្លោះឬជាកម្មសិទ្ធិរបស់ថៃដែលវាផ្ទុយពីការពិតទាំងស្រុងសម្លេងពីប្រជាពលរដ្ឋនៅមូលដ្ឋានទោះបីជាមានការគំរាមកំហែងពីភាគីថៃក៏ដោយក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅតែបន្តប្រកបរបររកស៊ីនិងរស់នៅជាធម្មតាលោកតាស៊ុនច័ន្ទមេភូមិជោគជ័យបាននិយាយដោយទឹកមុខមុតមមថាពួកខ្ញុំរស់នៅលើទឹកដីដូនតាយើងតាំងពីយូរលង់មកនេះជាដីខ្មែរផ្ទះខ្មែរតែហ៊ានថៃចង់បានអីបើគេចង់បានដីយើងគឺមិនអាចទៅរួចទេយើងជឿជាក់លើរាជរដ្ឋាភិបាលនិងកងយោធពលខេមរភូមិន្ទថានឹងមិនអាចទឹកដីមួយចំអាមធ្លាក់ទៅក្នុងកណ្ដាប់ដៃគេឡើយសរុបមកសកម្មភាពរបស់ភាគីថៃនាពេលនេះមិនត្រឹមតែមិនបានរួមចំណែកដល់ការកសាងមិត្តភាពនិងសន្តិភាពនៅតាមព្រំដែននោះទេប៉ុន្តែវាថែមទាំងបានចាក់សាំងលើភ្លើងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញភាគីកម្ពុជានៅតែរក្សាជំហរអត់ធ្មត់ខ្ពស់ប៉ុន្តែការអត់ធ្មត់នេះក៏មានដែនកំណត់នៅពេលដែលអធិបតេយ្យនិងបូរាណកភាពទឹកដីនឹងត្រូវបានគេប៉ះពាល់ពិភពលោកកំពុងតែតាមមើលថាតើភាគីថៃនឹងជ្រើសរើសផ្លូវនៃការសន្ទនាដោយស្មោះត្រង់ឬបន្តដើរលើផ្លូវនៃការបង្កហេតុដែលនឹងនាំទៅដល់ផលវិបាកដែលមិនអាចប៉ាន់បានកម្ពុជាបានត្រៀមលក្ខណៈរួចស្រេចដើម្បីទទួលស្វាគមន៍គណៈប្រទេសភូមិថៃក្នុងកិច្ចប្រជុំ RBC ដោយសង្ឃឹមថាភាគីថៃនឹងពិចារណាឡើងវិញហើយចូលរួមតុចរចាដោយគ្មានលក្ខខណ្ឌដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរអរគុណសម្រាប់ការតាមដានទស្សនាសូមចុច Subscribe ដើម្បីមិនខកខានព័ត៌មានថ្មីទៀត